ត្រៀមមកហើយទៅម៉ាក់យើងមើលអត់ឃើញទេម៉ាក់ដែលមានផ្ទៃពោះកុំចាំដល់ចិត្តសម្រាលអីឯកសារណាដែលចាំបាច់សម្រាប់មុនសម្រាលគឺយើងត្រៀមមកហើយទៅមានដូចជាអីគេខ្លះសិភៅតាមដានសុខភាពឯកសារបណ្ឌិតអេកូឬក៏กระดาษលទ្ធផលឈាមឬក៏តេស្តផ្សេងគឺយើងត្រៀមមកហើយទៅហើយមានអត្តសញ្ញាណប័ណ្ណទាំងប្តីទាំងប្រពន្ធហើយម៉ាក់មានបសសយើងត្រៀមបសសទៅខ្ញុំរៀបនៅក្នុងសមីមួយឲ្យមូតកោទៅម៉ាក់នៅពេលដែលយើងត្រូវការនៅពេលដែលយើងមិនទាន់គឺយើងអាចឆក់យកតែម្ដងម៉ាក់ដែលមានបំណងចិញ្ចឹមកូនដោយទឹកដោះអាចជ្រើសម៉ាស៊ីនបូមទឹកដោះម៉ាមីបានអាចប្រើប្រាស់បានតាំងពីសម្រាប់កម្លាំងខ្លាំងអត់ចាំបាច់ប្រើឆ្លាស់គ្នានឹងម៉ាស៊ីនមានខ្សែទេហើយងាយស្រួលប្រើខ្លាំងមែនទែនដោយសារតែមានមុខងារ one click magic គឺអូតូស្វ័យប្រវត្តិលើសពីម៉ាស៊ីនធម្មតាម៉ាក់គ្រាន់តែចុចបើកមួយប៊ូតុងគឺអាចបូមបានរហូតដល់ចប់អត់ចាំបាច់សេរីអីទាំងអស់ងាយខ្លាំងមែនទែនម៉ាក់ដែលអត់មានបទពិសោធន៍ក្នុងការបូមទឹកដោះក៏អាចបូមបានដោយងាយស្រួលដែរសំខាន់គឺមានការធានាទៅលើម៉ាស៊ីនក៏ដូចជាការប្រឹក្សាការណែនាំពីវិធីប្រើប្រាស់ក៏ដូចជាកលឹះក្នុងការបូមទឹកដោះរួមទាំងវិធីរក្សាទុកវិធីកម្ដៅទឹកដោះឲ្យបានត្រឹមត្រូវផងដែរតើម៉ាក់គួរត្រៀមសម្ភារៈបូមទឹកដោះអ្វីខ្លះសម្ភារៈទី1ដែលចាំបាច់ឲ្យអត់បាននោះប្រកាសជាម៉ាស៊ីនបូមទឹកដោះហើយទី2នោះគឺដបសម្រាប់ទាំងអូនម៉ាំក៏ដូចជាសម្រាប់ស្តុកទឹកដោះផងដែរទី3គឺថង់ច្រកទឹកដោះសម្រាប់រក្សាទុកទឹកដោះដែលយើងអត់ទាន់ត្រូវប្រើប្រាស់ភ្លាមៗទី4វិញគឺម៉ាស៊ីនកម្ដៅទឹកដោះសម្រាប់យកមកកម្ដៅទឹកដោះដើម្បីឲ្យមានភាពងាយស្រួលហើយលឿនទី5សម្ភារៈសម្រាប់លាងសម្អាតដបក៏ដូចជាលាងសម្អាតម៉ាស៊ីនបូមទឹកដោះទី6គឺម៉ាស៊ីនចំហុយសម្រាប់មេរោគហើយសម្ងួតណែនាំម៉ាក់ប្រើខ្នាតធំតែម្ដងទៅព្រោះថាត្រូវដាក់ជាមួយនឹងម៉ាស៊ីនបូមផងជាមួយនឹងដបនិងសម្ភារៈផ្សេងៗជាច្រើនទី2គឺកាបូបសម្រាប់រក្សាទុកទឹកដោះនៅពេលដែលម៉ាក់ចេញពីពេទ្យត្រឡប់មកផ្ទះទី8ចុងក្រោយគឺអត់ភ្លេចទេជាមួយនឹងអាវបូមទឹកដោះករណីម៉ាក់ប្រើប្រាស់ម៉ាស៊ីនបូមពាក់នៅក្នុងអាវអត់ខ្សែដូចជាម៉ាក់ម៉ាមីម៉ាក់អាចប្រើប្រាស់ជាមួយនឹងអាវប្រភេទនេះបានមានភាពងាយស្រួលមែនតើនៅក្នុងការបូមហើយម៉ាស៊ីនបូមពាក់នៅក្នុងអាវម៉ាមីអាចប្រើប្រាស់បានតាំងពីសម្រាលម៉ាក់អត់ចាំបាច់ឆ្លាស់គ្នាជាមួយនឹងម៉ាស៊ីនមានខ្សែនោះទេចំណាយតែម្ដងអាចប្រើប្រាស់បានតាំងពីសម្រាលរហូតតទៅហើយសូមបញ្ជាក់កម្លាំងខ្លាំងហើយបូមអត់ឈឺនោះទេឥឡូវនេះហ្វ្រីជាមួយនឹងម៉ាស៊ីនកម្ដៅពហុមុខងារក៏ដូចជាកាបូបរក្សាទុកទឹកដោះមួយភ្លាមតែម្ដងរាល់ការតែងជុំម៉ាស៊ីនបូមទឹកដោះម៉ាមីនៅក្នុងថ្ងៃនេះរស់រាន់ឡើងព្រោះថាស្តុកក៏មានកំណត់ដែរបសសអត់ចេញលុយឲ្យក៏ដោយក៏ម៉ាក់ដែលមានផ្ទៃពោះគួរតែចាក់វ៉ាក់សាំងផ្ដាសាយនៅពេលដែលទម្ងន់ដែរសម្រាប់ម៉ាក់ដែលគាត់មានផ្ទៃពោះប្រព័ន្ធភាពស៊ាំរបស់គាត់ខ្សោយជាមនុស្សទូទៅហើយការដែលចាក់វ៉ាក់សាំងបែបនេះមិនមែនត្រឹមតែមានអត្ថប្រយោជន៍ទៅដល់គាត់ផ្ទាល់ទេថែមទៅដល់កូននៅក្នុងផ្ទៃថែមទៀតផងវ៉ាក់សាំងនោះជួយការពារអូនក៏ដូចជាកាត់បន្ថយការឆ្លងជំងឺផ្ដាសាយនៅរយៈពេល6ខែដំបូងព្រោះថាក្មេងតើតែកើតបានរយៈពេល6ខែឡើងទៅគាត់អាចចាប់ផ្ដើមចាក់វ៉ាក់សាំងផ្ដាសាយបានឥឡូវដឹងហើយអញ្ចឹងម៉ាក់ដែលទម្ងន់ណាកុំភ្លេចស្វែងរកវ៉ាក់សាំងផ្ដាសាយទាំងអស់គ្នាណាម៉ាក់ដែលមានបំណងចិញ្ចឹមកូនដោយទឹកដោះកុំភ្លេចជ្រើសម៉ាស៊ីនបូមទឹកដោះម៉ាមីមានប្រម៉ូសិនថែមរហូតដល់ម៉ាស៊ីនកម្ដៅមួយភ្លាមតែម្ដងម៉ាស៊ីនបូមទឹកដោះម៉ាមីទទួលបានលទ្ធផលប៉ិតអត់ពិបាកខ្ជះខ្ជាយទិញច្រើនដងនោះទេប្រើបានតាំងពីសម្រាប់ឲ្យភ្លាមបូមអត់ឈឺបូមអស់ពីទ្រូងបានល្អអត់ចាំបាច់ប្រើឆ្លាស់នេះជាមួយនឹងម៉ាស៊ីនមានខ្សែទៀតនោះទេរត់តែពិសេសបើសិនជាម៉ាក់អត់ទាន់សម្រាប់ឲ្យចង់ទិញទុកយកប្រម៉ូសិនឲ្យហើយខ្ញុំបូកថែមការធានាបន្ថែមជូនម៉ាក់ដែរហើយកុំបារម្ភថាអត់បទពិសោធន៍ព្រោះថាម៉ាស៊ីននេះគឺទំនើបស្វ័យប្រវត្តិអូតូទាំងអស់គ្រប់មុខតែម្ដងពីខាងម៉ាមីក៏មានការប្រឹក្សាការណែនាំបន្ថែមជូនម៉ាក់ដែរតែមើលអេកូច្រើនដងពេកអាចប៉ះពាល់កូនអត់អាចប៉ះពាល់គឺប៉ះពាល់ទៅលើសេដ្ឋកិច្ចតែបើសួរថាប៉ះពាល់ទៅដល់សុខភាពអត់ឬក៏ប៉ះពាល់កូនអត់គឺអត់ទេអញ្ចឹងកុំបារម្ភម៉ាក់នៅពេលដែលគ្រូពេទ្យដែលតាមដានសុខភាពម៉ាក់ពេលកំឡុងពេលដែលមានផ្ទៃពោះគាត់ណាត់ជួបក្នុងការពិនិត្យអេកូម៉ាក់ធ្វើតាមគាត់ទៅអត់ខុសនោះទេបើសិនជាអត់ចាំបាច់គាត់ក៏អត់ទៀមទាដែរហើយក៏កុំអោយលើសការបរិច្ឆេទដែលគាត់បានហើយម៉ាក់កុំភ្លេចញ៉ាំជាតិកាល់ស្យូមបន្ថែមទៀតផងព្រោះថាកាល់ស្យូមមិនត្រឹមតែជួយទៅដល់ឆ្អឹងម៉ាក់ក៏ដូចជាការលូតលាស់ទៅរបស់ទារកក្នុងផ្ទៃឯងថែមទាំងកាត់បន្ថយហានិភ័យសម្រាប់មុនកំណើតក៏ដូចជាហានិភ័យបំរុងកន្លះភ្លើងផងដែរម៉ាក់ដែលត្រៀមម៉ាស៊ីនបូមទឹកដោះកុំភ្លេចជ្រើសម៉ាក់ម៉ាមីឥឡូវនេះកំពុងតែមានប្រម៉ូសិនពិសេសថែមរហូតដល់ម៉ាស៊ីនកម្ដៅមួយភ្លាមតែម្ដងចំណេញខ្លាំងគុណភាពប្រើមួយដឹងមួយអត់ពិបាកខ្ជះខ្ជាយលុយទិញច្រើនដងនោះទេតើស្ត្រីពពោះដែលគាត់ញ៉ាំវីតាមីនរក្សាកហើយតើគាត់ត្រូវញ៉ាំជាតិកាល់ស្យូមថែមទៀតអត់ស្ត្រីមានផ្ទៃពោះតម្រូវការជាតិកាល់ស្យូមរបស់គាត់គឺចន្លោះពី1000ទៅ1300វីតាមីនមួយចំនួនអាចនឹងអត់មានជាតិកាល់ស្យូមនៅក្នុងនោះទេហើយបើមានវិញគឺមាននៅក្នុងបរិមាណមួយដែលអត់គ្រប់គ្រាន់នោះទេដែលមិនគ្រប់នៅតម្រូវការជាតិកាល់ស្យូមសម្រាប់ស្ត្រីមានផ្ទៃពោះដែលគាត់ត្រូវការជាប្រចាំថ្ងៃដូច្នេះហើយទើបគេណែនាំឲ្យម៉ាក់ញ៉ាំនៅជាតិកាល់ស្យូមបន្ថែមទៀតទោះបីជាម៉ាក់បានញ៉ាំនៅវីតាមីនរក្សាករួចហើយចូលជាតិកាល់ស្យូមប្រភេទបែបណាញ៉ាំបែបហ្នឹងទៅតែបើសិនជាម៉ាក់ធ្លាប់ញ៉ាំប្រភេទគ្រាប់ហើយមានអារម្មណ៍ថាធំពិបាកលេបឬក៏ធ្លាប់ញ៉ាំកាល់ស្យូមដែលមានរសជាតិពិបាកញ៉ាំម៉ាក់អាចញ៉ាំជាតិកាល់ស្យូមប្រភេទនេះបានគឺជាកាល់ស្យូមកាស៊ីហ្វដែលមានរសជាតិងាយស្រួលញ៉ាំហើយក្លិនវិញក៏ឈ្ងុយដែរមានបរិមាណជាតិកាល់ស្យូមគ្រប់គ្រាន់ស័ក្តិសមទៅនឹងតម្រូវការរបស់ស្ត្រីមានផ្ទៃពោះក៏ដូចជាស្ត្រីបំបៅដោះកូនត្រូវការនៅក្នុងមួយថ្ងៃហើយតម្លៃវិញគឺសមរម្យមែនតើអញ្ចឹងម៉ាក់ដែលគាត់មានផ្ទៃពោះត្រូវញ៉ាំច្រើនខែអត់បារម្ភនោះទេហើយជាផលិតផលដែលមានចុះបញ្ជីការពីក្រសួងសុខាភិបាលច្បាស់លាស់អញ្ចឹងម៉ាក់ប្រើប្រាស់ដោយទំនុកចិត្ត
ស្ត្រីមានផ្ទៃពោះ 100% តែម្ដងឲ្យតែសួរខ្ញុំថាអ្នកគ្រូតើខ្ញុំអាចញ៉ាំកាល់ស្យូមបានអត់បើខ្ញុំកំពុងតែទងន់អញ្ចឹងប្រកាសតែម្ដងដែលគាត់អត់ទាន់បានញ៉ាំជាមួយនឹងជាតិកាល់ស្យូមនោះទេកាល់ស្យូមសំខាន់សម្រាប់មនុស្សគ្រប់គ្នាចុះទម្រាំតែម៉ាក់ដែលកំពុងពោះពោះមានអូនទៀតបើទទួលបានជាតិកាល់ស្យូមមិនគ្រប់គ្រាន់ទេនោះម៉ាក់នឹងប្រឈមមុខនឹងពុកឆ្អឹងមុនអាយុអស់កម្លាំងលហិតលហៃចុករយសាច់ដុំរមួលក្រពើជាដើមផ្ទុយទៅវិញបើម៉ាក់បានញ៉ាំជាតិកាល់ស្យូមគ្រប់គ្រាន់ណាវាថែមទាំងជួយកាត់បន្ថយហានិភ័យបំរុងក្រឡាភ្លើងនិងការសម្រាលមុនកំណត់ថែមទៀតកាល់ស្យូមសំខាន់ណាស់ម៉ាក់សម្រាប់ទាំងម៉ាក់ទាំងទារកបាក់ទេម៉ាក់គ្រាន់តែញ៉ាំកាល់ស្យូមមួយថ្ងៃ2អំពូលតែហើយកាល់ស្យូមនេះគឺមានរសជាតិឆ្ងាញ់អត់ពិបាកញ៉ាំនោះទេខានឃើញខ្ញុំចេញវីដេអូមកយាយឯងដោយសារតែវាដាច់ស្តុកតែឥឡូវនេះគឺចូលស្តុកមានពេញតែម្ដងម៉ាក់ហើយមាន promotion free ដឹកជូនម៉ាក់ផងដែរហើយទោះបីជាសម្រាប់ហើយក៏ដោយកុំភ្លេចញ៉ាំបន្តទៀតជាពិសេសសម្រាប់ម៉ាក់ដែលបំរើដោះកូនព្រោះថាតម្រូវការគឺនៅតែមានតែទឹកដោះសំខាន់ណាស់ប៉ុន្តែសុខភាពម៉ាក់ផ្ទាល់ក៏សំខាន់ផងដែរហើយនៅពេលដែលម៉ាក់ទទួលបានជាតិកាល់ស្យូមបានគ្រប់គ្រាន់ណាសុខភាពម៉ាក់ក៏រឹងមាំហើយអូនក៏ទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ផងដែរ